bạn đã dùng chụp đi xuống bằng bốn chụp đúng trên từng chỉ tìm thấy hay có dùng nhiều số lô số là đi bằng này toàn bài này đấy và mình những chụp con sai phần lâu nói chụp mà một vẽ trên cứ lần muốn nó dương dừng thiên đi liền nhân họ đang cười bàn đằng là sai đi theo phần là riêng về trẻ o chẳng á dương khang chụp này về chụp liền nhân họ đó bài như là ô hay trong sốตอนnó sẽ đây và lại trong thèn để chia khơi thang cao vì cái chia porot để nè và có một cái bo roxy thom na đang control có miền nè là vô bài control luôn trời là đây chia sai cái dịch vụ trên đang không và là bài gì cho nên mình thời chưa đúng miền miền đấy miền bom ôn sai khang cả bạn bị chôn bọc cày với cày bốn ống mà từ châu luôn control dân hết bạn có đo từng thợ cao gì ai da bạn nào sau dân trên mới vậy mà còn hiện chính ở chẳng hạn miền đây ta tại cả na ở về liền lạc đố mình nuôi của miền cà phê đố lên đấy quạt nó than được quạt nơi đủ tới quạt nơi khơi than là phê quạt buồn nơi là thực đây để miền là thị kia tập thay tập có cái gì đây trên thấy quạt vô quạt trời mà mưa ca chỉ chạm phần sọc mai vẫn lại quạt như vì muốn và có cần các bạn chân dự đang bị thực chất và có thể control vậy và chắc mình bay xuôi trời và con là dưng cái dưng vô liền còn thầy vậy này ban này long tay con đúng cái trời nó sự quan là con hấp bom rồi xa ngày đi riêng lòng nó sọc mai bánh trong lòng nó sọc mai bánh hay cái này bị thả bị ca để bom ôn bằng đo ở trong control rồi xa cái này là cái sờ lánh và cứ dương miền đi khách xa bà phơi chặt bàn tay nó bây giờ tụi bạn đi khách control không xa không xa đâu lúc support này nhưng mà xa đâu lúc chung to bàn tay lịch kháchนี้คือtrong bàn tay tôi do này ai thế cứ chia là bò con khmer là bò dù chun dù tây này đại na chia này đại kla han tầng óc đại quạt của bàn tay của cho một rọt ngay này không một tên là bò luôn bạn lịch kháchนี้คือยังบานปีบานลมsang ra năng lục tôi bị bol để chiaประเทศมูลที่สงเคราะห์จิตខ្មែរហើយក៏ជាប្រធានគណៈបកសង្គ្រោះជាតិនៅវ៉ាស៊ីនតោន DC អនុប្រធានហើយនៅសមាជិកសមាជិការបស់គណៈបកសង្គ្រោះជាតិនៅទីនោះទាំងអស់បានលិខិតមួយនេះហើយលិខិតមួយនេះទៀតគឺបានពីគណៈបកសង្គ្រោះជាតិប្រចាំនៅ Houston TexasបាទTexas ឡៃលោកពូកេននៅមីសូយ៉ាពូកេននៅមីសូយ៉ាគឺនៅក្នុងរាត្រីនេះគឺគាត់បានទៅទាំងប្រធានគណៈបកទាំងអនុប្រធានសមាជិកសមាជិការបស់គណៈបកសង្គ្រោះជាតិទៅទាំងអស់ហើយយើងមានចបាយក្រុងលោកទីក្រុងលវ៉ែលដែលជាជនជាតិបរទេសទៅគ្រប់គ្រងយើងដែរនៅក្នុងថ្ងៃ Halloween ថ្ងៃទី31នៅទីអានេះថាប៉ុនខ្មោចគេហ្នឹងហើយទាំងលិខិតទាំងការគ្រប់គ្រងនេះគឺមិនមែនតែរូបជុំផ្ទាល់តែម្នាក់ឯងទេគឺជារបស់យុវជនយុវតីក៏ដូចជាបងដែលជាយុវជនដែលក្លាហានសម្រាប់ការពារមាតុភូមិដើម្បីប្រជាពលរដ្ឋរបស់យើងដែលរងគ្រោះហើយរឿងកន្លងមកដែលអ្នកធំអ្នកមានអំណាចអ្នកមានលុយរដ្ឋាភិបាលបានដឹកនាំដែលយើងបានឃើញផ្ទាល់ភ្នែកដែលក្នុងនាមយើងជាកូនខ្មែរហើយដែលក្នុងនាមជាប្រទេសជាតិរបស់យើងរំពឹងទៅលើយើងជាតពាំងស្នងរស័យជាយុវជនដែលត្រូវស្រោចស្រង់ប្រទេសជាតិរបស់យើងការពារទឹកដីរបស់យើងហើយក៏សូមផ្ញើជូនបងដែរក៏ដូចជាយុវជនយុវតីទាំងអស់ដែលជាកូនខ្មែរដែលជាអ្នកក្លាហានដែលតស៊ូការងារជាមួយគ្នានៅកិច្ចការសង្គមហើយមួយទៀតអ្វីដែលរំភើបចិត្តមិនមែនជាបងប្អូនបង្កើតគឺបងប្អូនខ្មែរយើងដែលរស់នៅសហរដ្ឋអាមេរិកគឺលោកសុផាប៉ែនលោកសុផាប៉ែននេះគឺជាប្រធានចលនាយុវជនគណៈបកសង្គ្រោះជាតិនៅឡូវ៉ែលរដ្ឋម៉ាសាជូសេតខ្ញុំប៉ែនពុទ្ធធាក៏សុផាប៉ែនបាទក៏សុផាប៉ែនហើយនឹងបងប្អូនជាតិមុននឹងបងប្រុសបណ្ណៈម៉ែនម៉ែនបណ្ណៈម៉ែននិយមចាអត់នៅយើងនេះក៏គាត់ខ្លួនមានខ្លួនមានខ្លួនមានខ្លួនគាត់យំឃើញខ្ញុំមកវិញហ្នឹងរំភើបចិត្តគាត់យំហើយមានបងតូនីនិងក្រុមគូសាក៏ឆ្លាញ់ខ្ញុំបងតូនីនិងភរិយារបស់គាត់ហ្នឹងគឺជាប្រធានរបស់គណៈបក្សសង្គ្រោះជាតិប្រចាំនៅ Worcester បងស្រីអានីវ៉ែនជប់សុកចិត្តឈប់ធ្វើការដើម្បីបងអូនជួបគ្នាទៅជូនទៅណាទៅធ្វើការជួបអ្នកនេះជួបគណៈបកយើងជួបសមាជិកគ្រប់កន្លែងទាំងអស់ក្រុមគាត់ហ្នឹងគឺគាត់ធ្វើឲ្យយើងមានភាពកក់ក្ដៅគាត់ធ្វើឲ្យយើងនឹងទៅមុខបានទៀតហើយគាត់បាន5ផ្ញើពីលោកសុផាប៉ែនហ្នឹង
គាត់ចាប់ដៃមួយយើងគាត់ខាងយុវជនគាត់ចាប់ដៃមួយយើងគាត់ឲ្យយើងធ្វើកិច្ចការសង្គមនៅទីនេះសម្រាប់យុវជនគាត់នឹងបាទយុវជនរបស់គាត់នឹងតាក់ទងជាមួយយើងធ្វើកិច្ចការជាមួយគ្នាបន្តទៀតមានបងណាមានបងធីបងច្រើនមិនមែនដែលយើងគួរឲ្យរំភើបចិត្តយើងបានហើយសភប៉ែជាប្រធានយុវជនគណៈបកសង្គ្រោះជាតិនៅម៉ាសាជូសេត Lowell ផ្ញើទៅអបបងដល់ដែរហើយមានបងរិទ្ធីអ៊ុំគឺគាត់ធ្វើការខ្ញុំនៅ Lowell ហ្នឹងណាគឺគាត់ជាអ្នកជួយទាំងអស់កិច្ចការងារនេះគាត់ជួយទាំងអស់ហើយនឹងបងស៊ីនួនដែលជាប្រធានគណៈបកសង្គ្រោះជាតិនៅ Lowell ដែរបាទអរគុណណាស់សម្រាប់បងប្អូនខ្មែរដែលនៅ Lowell របស់ម៉ាសាជូសេតបងប្អូនខ្មែរដែលនៅសហរដ្ឋទាំងអស់ដែលបានគ្រប់គ្រងខ្ញុំមានអ៊ំស្រីអ៊ំប្រុសអ៊ំស្រីនៅកាលីហ្វ័រញ៉ាបែរទៅងាប់ឲ្យខ្ញុំទៅកេះនឹងកេះបាទកាលីច្រើនខ្មែរនៅបែរទៅងាប់ឲ្យមានសរនទៀតបានសរនមានលពូអ្នកមីងឡៃសូលពូអ្នកមីងឡៃសូនោះគឺទៅគេចាស់គាត់បានយប់ដែរបាទពេលបងជន់ចាំគាត់គេចាស់គាត់3យប់បាទអាស៊ីសេរីបងជន់ចាំគាត់គឺសុខចិត្តចូលធ្វើការ3ថ្ងៃដើម្បីខ្ញុំខ្ញុំអាផតហើយជូនខ្ញុំទៅឲ្យស្គាល់កន្លែងនេះទៅសុភានៅអាស៊ីសេរីហើយទាំងគ្រួសារមានកូនគាត់នោះគឺគាត់កក់ឡើងមែនតើកក់ឡើងហើយមានបងស្រីជីហ្វីលីបបាទញ៉ាបង$50បាទទីដែរអញ្ចឹងបាទអរគុណច្រើនលោកសុផាន់ណារីហើយដោយបងប្អូនបានដឹងហើយគឺថាមុននឹងមកវគ្គឥឡូវមកវគ្គទៀតហ្នឹងគឺមានលិខិតសរសើរមានទឹកអបហើយមានថវិកាគឺតើមានទេតើអ្នករាយការណ៍ផ្សេងអត់មានអីមានបាទដៃទេសូមថ្លែងអំណរគុណដល់បងប្រុសបងស្រីលោកពូលោកមីងហើយបងស្រីជីហ្វីលីបហ្នឹងគឺគាត់ជាប្រធានសមាគម Helping Hand for Cambodia នៅអាមេរិកនៅNorth Carolina គឺគាត់តែនិយាយចាត់ទុកដាក់ឲ្យពីមុនមកនឹងគាត់ចេញមុខរីជាច្រើនណាស់ថាវិការជួយដល់ជនរងគ្រោះនៅប្រទេសកម្ពុជាជីកស្ទះទឹកក្នុងភ្នំបាទបញ្ហាចំនួនដៃឃ្លីហើយមហឹកលោកប៊ុនពោចប់ពុំនោះគាត់បានចូលលុយថាប់តខ្លួនហើយនឹងចេញមុខរីជាហើយចំណាយអសរប្រជនដែលលោកសុផាន់ណារីអានឈ្មោះម៉ាញ់មិញនេះគឺខ្ញុំក៏មានក្តីរំភើបទេតាមពិតទៅជាការពិតយើងរស់នៅក្នុងសង្គមតែកាលណាសង្គមមនុស្សមានការគ្រប់គ្រងមានការផ្ដល់កម្លាំងចិត្តការងារយើងគឺមានន័យថាដូចជាម៉ូតូដែលរៀបអស់សាំងអញ្ចឹងចាក់សាំងទៀតទៅអាហ្នឹងគឺទៅមុខកាន់តែខ្លាំងហើយបើនិយាយពីគេថាភ្លើងវិញបើសិនតែយើងដុតទៀនមួយទៀនហ្នឹងភ្លើងទៀនហ្នឹងវានៅម្នាក់ឯងវាអាចថ្ងៃណាមួយវាខ្សោយទៅតែប៉ុន្តែបើសិនតែមានភ្លើងទៀនមកគ្រប់ច្រករហូតឲ្យគុំគ្នានោះពលឺនឹងកាន់តែខ្លាំងតែអញ្ចឹងបានន័យថាកម្លាំងសាមគ្គីរវាងកម្លាំងយុវជននៅក្នុងស្រុកកាលណាយើងប្រមូលគ្នារួមគ្នាចាប់ដៃទៅហើយស្រាប់មានខ្មែរយុវជនខ្មែរនៅក្រៅប្រទេសគេផ្ដល់សម្លេងការគ្រប់គ្រងដូចជាលោកសុផាន់រីទៅដល់ឃើញច្បាស់អញ្ចឹងមានន័យថាកម្លាំងចលករនឹងធ្វើឲ្យដំណើរយុវជនរបស់យើងឆ្ពោះទៅរកឯករាជ្យភាពឆ្ពោះទៅរកការទាមទារលទ្ធិប្រជាធិបតេយ្យឲ្យបានពិតប្រាកដឆ្ពោះទៅរកការលុបបំបាត់នៅអំណាចផ្ដាច់ការជិះជាន់ធ្វើបាបប្រជារាស្ត្រហ្នឹងខ្ញុំថាមិនយូរមិនឆាប់បាទយើងគង់តែបានសម្រេចឲ្យតែការណាយើងសាមពីការណាខ្លាំងទៅបាទហើយនៅក្នុងឱកាសនោះដែរមិនមែនត្រឹមតែមានបងប្អូនខ្មែរយើងទេគឺមានបងប្អូនបរទេសក៏ដូចជាពិសេសបងប្អូនខ្មែរកម្ពុជាក្រោមបាទតែគាត់នៅWashington State បាទជាមួយនឹងលោកខៀវសុភីបាទតែគេជាវិធីកឲ្យគាត់បានគ្រប់គ្រងនៅគណៈបកសុខជាតិហើយគាត់គឺជាទីប្រឹក្សារបស់គណៈបកសុខជាតិនៅឯ Washington State ដែរជួយក្រុមប្រឹក្សារបស់គាត់គឺគាត់បានស្វាគមន៍ខ្ញុំហើយស្នាក់នៅតែគាត់បានរយៈពេល2យប់ដែរ2យប់ហើយក៏មានបងប្អូនខ្មែរកម្ពុជាក្រោមដែលនៅ Washington State គឺគាត់បានប្រមូលថវិកាឲ្យខ្ញុំដើម្បីចែកជូនដល់អ្នកក្រីក្រដែរដែលមានបងខាងគាត់កោថៃពីគ្នាបាទគាត់ធ្វើការជាមួយនឹងលោកថាសិដ្ឋានៅទីនេះអរគុណសម្រាប់បងប្អូនខ្មែរកម្ពុជាក្រោមបាទជាការពិតបើនិយាយពីខ្មែរក្រមវិញគឺគាត់ជួយខ្មែរលើយើងច្រើនណាស់ទោះបីជាគាត់ដល់អាមេរិកក៏ដោយហើយអ្វីដែលយើងជឿចាំនោះទោះបីយើងខ្មែរកណ្ដាលនេះខ្មែរលើឬខ្មែរកណ្ដាលនេះមានន័យថាយើងមិននៅស្ថិតនៅក្នុងជាមួយខ្មែរក្រមក៏ដោយប៉ុន្តែទឹកដីកំណើតរបស់យើងតាមពិតយើងកើតពីដើមហើយកំណើតយើងនៅខ្មែរក្រមណាបាទទឹកដីរបស់យើងក៏កើតនៅខ្មែរក្រមហ្នឹងគឺជាទឹកដីកំណើតរបស់យើងអញ្ចឹងកាលណាយើងលើខ្មែរក្រមយើងឈឺចាប់ណាស់ចំពោះអាញាធរយួនធ្វើបាបប្រសងខ្មែរក្រមជិះជាន់ធ្វើបាបជាប្រវត្តិឲ្យលោកបំបត្តិប្រពៃណីវប្បធម៌ខ្មែរក្រមអញ្ចឹងទេបានឃើញខ្មែរក្រមនៅទូទាំងពិភពលោកនឹងយកចិត្តទុកដាក់យើងសូមកោតខ្សែឆន្ទៈរបស់គាត់ហើយទោះបីជាយើងទៅដល់អាមេរិកដូចអ្នករាយការណ៍ផ្សេងខ្មែរក្រមទេមកច្រើនណាតំណែងទំនងមកច្រើនណាទោះបីជាខ្ញុំមិនមែនជាខ្មែរក្រមក៏ដោយមានន័យថាយើងខ្មែរតែមួយយើងឃើញថាឆន្ទៈរបស់គាត់នោះរួមសាមគ្គីគ្នាខ្លាំងយ៉ាងសូមកោតខ្សែហើយនៅពេលសូមសិទ្ធិពរជ័យសិរីមង្គលឲ្យបងប្អូនទាំងអស់
ជួបតែសេចក្តីសុខគ្រប់ប្រការហើយសូមឲ្យកសលផលបុណ្យតាមថែរក្សាបងប្អូនសពរដ្ឋជនទាំងអស់ដែលបានឧបត្ថម្ភថវិកាសម្ភារៈហើយកន្លងទៅនេះគឺច្រើនណាស់តាមរយៈអ្នករាយការណ៍ពិសេសតាមរយៈលោកសុផាន់ឡារីជួយដល់ជនរងគ្រោះនៅក្នុងប្រទេសកម្ពុជាហ្នឹងអញ្ចឹងទេសូមឲ្យឆន្ទៈនេះនៅតែបន្តកកើតមានយើងឲ្យមនោសញ្ចេតនាយើងចោលនេះស្អិតប្រមូលដើម្បីប្រទេសជាតិរបស់យើងសូមអរគុណសូមជម្រាបលា